បាននៅក្នុងគណៈពេលនេះយោធាថៃកំពុងតែអួតសាច់ដុំដាក់មហាអំណាចអាមេរិកនៅកម្ពុជាក្រោយពីពួកគេបានព្យួរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលមានប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំធ្វើជាសាក្សីផងដែរចំណែកស្ថានភាពគឺជា Page ស្ថានភាពនឹងធ្វើការលំអិតព្រមនេះបាទយើងឃើញថានៅក្នុងពេលថ្មីៗនេះយោធាសៀមបានបញ្ចេញនៅយន្តហោះចម្បាំង3ប្រភេទដែលសម្ញែងនៅសាច់ដុំរបស់ខ្លួនក្រោយពីពួកគេបានព្យួរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលបានចុះកិច្ចព្រមព្រៀងដែលធ្វើនៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីដែលមានប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំធ្វើជាសាក្សីនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ាននៅក្នុងឆ្នាំ2025នេះធ្វើជាសាក្សីផងដែរជាការពិតណាស់ក្រោយពីផ្ទុះគ្រាប់មីនដែលធ្វើឲ្យទាហានថៃ2នាក់បានរងរបួសក្រោយពីដើរល្បាតតាមព្រំដែនកម្ពុជាថៃនោះដែលបានធ្វើឲ្យយោធាថៃចេញមកអួតសម្ញែងនៅយន្តហោះចម្បាំងចំនួន3ប្រភេទរួមមានទី1 A5TA ដែលផលិតនៅក្នុងស្រុកទី2 A16 របស់សហរដ្ឋអាមេរិកបច្ចេកវិទ្យាទសវត្សរ៍90និងទី3 Gripen របស់ស៊ុយអែតបច្ចេកវិទ្យាឆ្នាំ2003នេះបើយោងទៅតាមសារព័ត៌មានខៅសុតបានធ្វើការចុះផ្សាយតាក់ទងទៅនឹងការអួតសម្ញែងនៅយន្តហោះ3ប្រភេទយោធាថៃនោះបានជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន